ចឹងខ្ញុំអត់ចង់ឃើញទេព្រោះពេលហ្នឹងអារម្មណ៍រស់នៅក្នុងភាពភ័យខ្លាចជួនកាលបងធ្វើការបងរៀនសរ៉ែនវ៉ូរកកែថោះមកពូមកប្រកាច់យកអើយខ្ញុំឃើញបងប្អូនឃើញគ្រប់សពហើយបងប្អូនមួយចំនួនធំអំពូមីងបានឃើញហើយខ្ញុំជឿថាវីដេអូខ្ញុំថតគាត់មើលរាប់លានអ្នកកាលមុននៅเพจខ្ញុំបាទសុឋានមុនថ្ងៃទី11បាទខែមិថុនាឆ្នាំ2025បាទនេះបាទបងប្អូនទាំងអស់គ្នាឥឡូវស្ថានភាពបាទនៅតាមព្រំដែនកាន់តែក្តៅកគុកខ្លាំងមែនតើណាបាទថ្ងៃទី11ម្សិលមិញនេះបាទគឺមានការហុំព័ទ្ធបលាលួសនៅតាមព្រំដែនបាទឥឡូវទៅស្ដាប់បន្តទៀតជាមួយខ្ញុំបាទនៅទីតាំងនៅក្នុងច្រកអូស្មាច់បាទនៅមាត់ច្រកតែម្ដងបាទប្រិមិត្តយើងគឺត្រូវបានកម្លាំងទាហានថៃបាទនៅតែបន្តធ្វើសកម្មភាពក្នុងការដាក់ខ្សែលួសបាទព័ទ្ធដដែលដោយមានការរារាំងពីទាហានខ្មែរយ៉ាងណាក៏ដោយបាទហើយបាទខាងទាហានថៃនេះដូចហាក់បីដូចមានបាទការចរចាក៏ដូចជាការណែនាំដូចជាការសម្របសម្រួលតាមរយៈមេប្រធានច្រកអន្តរជាតិអូស្មាច់ឬក៏ដូចជាសមត្ថកិច្ចនៅក្នុងច្រកនេះតែម្ដងបាទទោះបីយ៉ាងណាក៏ដោយក៏ខាងគូភាគីខាងថៃនេះគឺមិនព្រមបាទគោរពទៅតាមបាទការមិនគោរពទៅតាមការណែនាំក៏ដូចជាការសម្របសម្រួលនោះទេបាទនៅតែចំចិត្តបាទនៅតែបន្តនៅក្នុងសកម្មភាពបាទនៅតែយកបន្លាលួសនៅក្នុងការវាយហុំព័ទ្ធនៅក្នុងការដែលទាហានយើងខាងគូភាគីកម្ពុជាយើងនៅមានការហាមឃាត់មិនឲ្យបន្តក្នុងធ្វើការសកម្មភាពបាទយកបន្លាលួសយកមកបិទនៅទីតាំងនេះទេបាទហើយយើងអត់ដឹងថាខាងគូភាគីបាទបងប្អូនទាំងអស់គ្នាបាទឃើញដល់ចំណុចនេះបងប្អូនបាទគឺក្នុងនាមប្រទេសអ្នកចិត្តខាងគ្នាហើយយើងមិនគួរយកគ្នាជាសត្រូវយើងទេហើយឥឡូវសម័យនឹងហើយចង់និយាយថាមិនមែនពីមុនទេធ្វើអីក៏គេដឹងដែរហើយបើសម្រាប់ខ្ញុំអត់ចង់ឲ្យមានការបាញ់បោះគ្នាទេអញ្ចឹងធ្វើទាំងអស់ហ្នឹងវាធ្វើឲ្យកាន់តែក្តៅកគុកអញ្ចឹងចំពោះខ្ញុំមិនមែនជាអ្នកបច្ចេកទេសអីទេប៉ុន្តែក្នុងនាមខ្ញុំជានិស្សិតម្នាក់ដែលធ្លាប់ឆ្លងកាត់សង្គ្រាមនៅក្នុងប្រទេសអ៊ីស្រាអែលពេលដែលខ្ញុំទៅហាត់ការហ្នឹងវាជួបដំប្រទេសនៅគេមានសង្គ្រាមតែខ្ញុំអត់បានឆ្លងកាត់សង្គ្រាមនៅស្រុកខ្មែរយើងទេអញ្ចឹងខ្ញុំអត់ចង់ឃើញទេព្រោះពេលហ្នឹងអារម្មណ៍រស់នៅក្នុងភាពភ័យខ្លាចជួនកាលបងធ្វើការបងរៀនសរ៉ែនវ៉ូរកកែថោះមកពូមកប្រកាច់យកអើយខ្ញុំឃើញបងប្អូនឃើញគ្រប់សពហើយបងប្អូនមួយចំនួនធំអំពូមីងបានឃើញហើយខ្ញុំជឿថាវីដេអូខ្ញុំថតគាត់មើលរាប់លានអ្នកកាលមុននៅเพจខ្ញុំបាទសុឋានមុនតិចៗអញ្ចឹងតើមើលមួយខ្ញុំទៅបងប្អូនមួយឃើញថៃនេះគឺគាត់គិតយ៉ាងម៉េចទេបាទហាក់បីដូចមិនស្ដាប់បាទទាហានកម្ពុជានោះទេបាទហើយដោយអាជ្ញាធរប្រចាំច្រកនោះបានហាមឃាត់មិនឲ្យគាត់ធ្វើសកម្មភាពក្នុងការបន្តបាទយកបលាលួសយកមកបិទទៅទេបាទហើយយើងឃើញថាបលាលួសមិនខ្វះទេណាបងប្អូនប្រិយមិត្តយើងគឺនេះសិតតែបលាលួសប៉ុន្តែគាត់នៅតែបន្តបាទនៅតែបន្តសកម្មភាពបាទយកលួសយកមកបិទក្នុងការរារាំងសកម្មភាពដដែលបាទយើងហើយសូមបញ្ជាក់បងប្អូនឃើញគាត់និយាយមិញហ្នឹងថាបលាលួសហ្នឹងមិនមែនទៅតែរុំទេគឺយើងរុំយកបលាលួសថ្មីមករុំលើបលាលួសចាស់បាទហើយយើងឃើញថាទាហានកម្ពុជាយើងបាទហើយកោបាលបាទព្រំដែនបាទប្រចាំនៅខាងច្រកអន្តរជាតិអូស្មាច់នេះបាទគាត់ធ្វើការហាមឃាត់ហើយប៉ុន្តែនៅហាមឃាត់មិនបានណាបងប្អូនប្រិយមិត្តយើងគឺនៅតែបន្តធ្វើសកម្មភាពក្នុងការដាក់បន្លាលួសដដែលបាទបងប្អូនឃើញហ្នឹងបាទនោះនៅក្នុងការឈរហ្នឹងគឺមានបងប្អូនទាហានខ្មែរយើងគាត់អ្នកនៅប្រចាំការនៅទីហ្នឹងគាត់មកហាមឃាត់ដែរប៉ុន្តែគាត់ខាងភាគីថៃគាត់នៅតែបន្តអញ្ចឹងទៅហ៊ាននិយាយអីច្រើនទេព្រោះខ្ញុំមិនចង់ឲ្យបញ្ហាកាន់តែក្តៅទេចង់ឲ្យដោះស្រាយគ្នាតាមសន្តិវិធីទៅបាទហើយសូមបញ្ជាក់ផងដែរថាថ្ងៃនេះគឺជាថ្ងៃទី11ខែមិថុនាឆ្នាំ2025បាទវីដេអូនេះតាំងពីថ្ងៃទី11ម្សិលមិញបងប្អូនហើយថ្ងៃនេះខ្ញុំថតថ្ងៃទី12នៅតែបន្តធ្វើសកម្មភាពអញ្ចឹងហើយនេះជាហេតុការណ៍មួយដែលបង្កឲ្យមានបញ្ហាកើតឡើងទៅតាមព្រំដែនដោយសារគូភាគីថៃបាទមិនព្រមស្ដាប់នៅការបាទចរចាក៏ដូចជាការណែនាំសម្របសម្រួលក្នុងការឈប់បន្តក្នុងការដាក់បាទបង្រាយ
ปะปอนเซนជាមួយនឹងតាមព្រំដែនដោយសារមានមិនទាន់មានការដោះស្រាយតាមរយៈថ្នាក់ដឹកនាំបាទពេលពីគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនោះទេបាទនេះហាក់បីដូចជាធ្វើទៅអ្វីទៅតាមទំនឹងចិត្តតែម្ដងមកប្រិមិត្តយើង ខ្ញុំសូមប្រហើបនិយាយពីអារម្មណ៍ពិតតិចពួកខ្ញុំពេលខ្ញុំទៅធ្វើការនៅប្រទេសអ៊ីស្រាអែលហ្នឹងក៏ខ្ញុំជួបជនជាតិថៃដែរប៉ុន្តែខ្លះគាត់ល្អដែរបើសម្រាប់អានេះជាទាហានទេប៉ុន្តែបើជនជាតិថៃហ្មងគាត់ធ្វើការមួយខ្ញុំពេលខ្លះគាត់យកអាសាគ្នាទៅវិញទៅមកមែនតើអាហ្នឹងខ្ញុំនិយាយពីការជួបផ្ទះរបស់ខ្ញុំមិនមែនអាក្រក់ទាំងអស់ទេខ្ញុំជានិស្សិតម្នាក់ក៏ជាអ្នកស្រឡាញ់ខាតផ្សព្វផ្សាយតកតងទៅនឹងវិស័យកសិកម្មក៏ដូចជាព័ត៌មានក្នុងប្រទេសកម្ពុជារបស់យើងគឺខ្ញុំស្រឡាញ់ខាងវិស័យផ្សព្វផ្សាយមែនតើអញ្ចឹងក៏សូមជម្រាបជូនទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានឃើញអំពីសកម្មភាពព័ត៌មានក្តៅដែលតាមព្រំដែនយើងប្រទេសកម្ពុជារបស់យើងជាមួយនឹងខាងភាគីថៃបាទចឹងអរគុណច្រើនបើសិនជាខ្ញុំបាទសុថាននិយាយក៏ដូចជាប្រើពាក្យពេចន៍ឬលួសខុសឆ្គងក្នុងប្រការណាមួយសូមការខន្តីអភ័យទោសពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរបាទអរគុណ